เรื่องบังกุยบานเมียកាលកន្លងទៅគ្រាព្រះបាទវេទេហរាជយាងចេញទៅប្រពាតឧទ្យានព្រះអង្គបានទតឃើញបង្គួយមួយក្បាលនៅលើចុងសសរបង្គួយឃើញព្រះរាជាវាក៏ចុះមកធ្វើការគោរពព្រះរាជាទតឃើញឥរិយាបថទន់ភ្លន់ចេះដាក់ខ្លួនដាក់កាយរបស់សត្វបង្គួយព្រះអង្គក៏បញ្ជាឲ្យព្រះមហោសថបណ្ឌិតអ្នកជំនិតរបស់ទ្រង់ឲ្យយកអាហារទៅឲ្យបង្គួយស៊ីជារៀងរាល់ថ្ងៃចាប់ពីពេលនោះមកបង្គួយទទួលអាហារពីព្រះរាជាជារៀងរាល់ថ្ងៃវាតែងតែចុះមកធ្វើការគំនាប់ដល់ព្រះរាជាគ្រប់ពេលមិនដែលខានឡើយលុះដល់ថ្ងៃមួយជាថ្ងៃសិលមនុស្សគ្រប់គ្នាតែរក្សាឧបោសថសិលអស់មិនមានអ្នកណាសម្លាប់ជីវិតសត្វឡើយជាហេតុធ្វើឲ្យបង្គួយគ្មានសាច់អ្វីស៊ីផងដែរដូច្នេះទើបព្រះមហោសថយកប្រាសកន្លះមាសកៈជាលុយឥណ្ឌាកាលពីសម័យបុរាណ5មាសកៈស្មើនឹង100រៀលសម្រាប់ទិញសាច់ឲ្យបង្គួយស៊ីក្នុងមួយថ្ងៃយកទៅចងនឹងករបស់វាពេលនោះបង្គួយនឹកគិតថាខ្លួនមានទ្រព្យវាចាប់ផ្ដើមមិនប្រមាណខ្លួនហើយគិតថាបើព្រះរាជាមានទ្រព្យច្រើនវាក៏មានទ្រព្យច្រើនដែរដូច្នេះឃើញថាខ្លួននិងព្រះរាជាស្មើគ្នាក្រោយពីនោះមកបង្គួយមិនចុះពីចុងសសរដើម្បីធ្វើការគំនាប់ដល់ព្រះរាជាទៀតឡើយពេលព្រះរាជាទតឃើញដូច្នោះទ្រង់ក៏ត្រាស់សួរទៅព្រះមហោសថរកមូលហេតុព្រះមហោសថក្រាបទូលតាមដំណើររឿងពេលព្រះរាជាជ្រាបសេចក្តីហើយព្រះអង្គព្រះពិរោធយ៉ាងខ្លាំងព្រោះសត្វបង្គួយមិនចេះប្រមាណខ្លួនឯងទើបបញ្ជាឲ្យគេយកវាទៅសម្លាប់ចោលតែព្រះមហោសថសុំទុកជីវិតឲ្យវាព្រោះយល់ឃើញថាវាគឺជារឿងធម្មតារបស់សត្វទាំងឡាយដែលមានបញ្ញាតិចព្រះរាជាព្រមអភ័យទោសឲ្យក៏ប៉ុន្តែព្រះអង្គមិនឲ្យគេយកអាហារទៅឲ្យវាស៊ីទៀតឡើយកាលក្រោយមកព្រះមហោសថគឺជាអង្គតថាគតអ្នកដែលមិនចេះដាក់ខ្លួនតែងបងលៀបនៅទីបំផុតរឿងចេញបួសតាមពាក្យចចាមអារ៉ាមកាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តចេតវនព្រះអង្គបានលើកជាដកមកសម្ដែងដើម្បីដោះស្រាយបញ្ហារបស់ភិក្ខុមួយអង្គដែលចេញមកបួសព្រោះតែពាក្យចចាមអារ៉ាមមានដំណើរថាកាលកន្លងទៅគ្រាព្រះបាទព្រហ្មទត្តសោយរាជនៅក្រុងពារាណសីកាលនោះតថាគតកើតជាសេដ្ឋីជំនិតរបស់ព្រះអង្គថ្ងៃមួយខណៈពេលសេដ្ឋីចេញទៅគាល់ព្រះរាជាដូចសពដងម្ដាយក្មេករបស់សេដ្ឋីក៏បានមកលេងនឹងកូនស្រីរបស់គាត់លុះសួរសុខទុក្ខពីរឿងសេដ្ឋីរួចរាល់ហើយកូនស្រីក៏ពោលទៅកាន់ម្ដាយរបស់ខ្លួនថាសេដ្ឋីជាមនុស្សប្រកាន់សិលយ៉ាងខ្ជាប់ខ្ជួនសូម្បីតែបុព្វជិតក៏មិនអាចប្រៀបស្មើនឹងគាត់បានដែរម្ដាយក្មេកគិតមិនដល់
ក៏នឹកស្មានថាសេដ្ឋីចេញទៅបួសទើបគាត់ឧទានឡើងថាស្វាមីរបស់កូនចេញទៅបួសតើព្រោះហេតុអ្វីទៅចំណែកមនុស្សម្នានៅក្នុងផ្ទះបានឮដូច្នោះក៏និយាយប្រាប់តៗគ្នាយ៉ាងឆាប់រហ័សពេលសេដ្ឋីត្រឡប់មកពីគាល់ព្រះរាជាវិញនៅតាមផ្លូវមានអ្នកភូមិម្នាក់សួរគាត់ថាខ្ញុំបានដឹងដំណឹងមកថាលោកម្ចាស់ចេញទៅបួសហើយអ្នកបម្រើនៅក្នុងផ្ទះរបស់លោកនឹកអាល័យលោកខ្លាំងណាស់នៅពេលសេដ្ឋីបានឮដូច្នោះក៏គិតក្នុងចិត្តភ្លាមថាបើមានពាក្យចចាមអារាមថាយើងចេញទៅបួសទៅហើយមិនគួរឲ្យដំណឹងដែលជាមង្គលនេះកន្លងនោះទេសេដ្ឋីប្រញាប់ត្រឡប់ទៅគាល់ព្រះរាជាម្ដងទៀតនិងក្រាបទូលអំពីពាក្យចចាមអារាមនោះឲ្យព្រះអង្គជ្រាបរួចក៏សុំការអនុញ្ញាតទ្រង់ចេញទៅបួសជាឥសីពេលទទួលការអនុញ្ញាតពីព្រះរាជាហើយសេដ្ឋីក៏ចូលទៅក្នុងព្រៃហឹមពៀនបួសជាឥសីបំពេញបារមីរហូតសម្រេចឈានពេលអស់អាយុទៅឥសីនោះក៏បានទៅកើតទៅឋានព្រហ្មលោកកាលក្រោយមកព្រះបាទព្រហ្មទត្តកើតជាព្រះអានន្ទចំណែកសេដ្ឋីគឺជាអង្គតថាគតអ្នកមានបញ្ញាតែងតែមិនបណ្ដោយឲ្យឱកាសកន្លងទៅដោយឥតប្រយោជន៍នោះទេ